ចំណងជើងរឿងធនាគារពេលវេលា86,400 $សាកស្រមៃថាមានធនាគារមួយដែលបញ្ចូលប្រាក់ឲ្យអ្នករៀងរាល់ព្រឹកចំនួន86,400 $ក្នុងគណនីរបស់អ្នកប៉ុន្តែវាមានលក្ខខណ្ឌពីរយ៉ាងរាល់លុយដែលអ្នកមិនបានចាយក្នុងថ្ងៃនោះនឹងត្រូវលុបចោលវិញទាំងអស់នៅពេលកណ្ដាលទ្រាតធនាគារអាចបិទគណនីនេះចោលនៅពេលណាក៏បានដោយគ្មានការជូនដំណឹងជាមុនតើអ្នកនឹងធ្វើដូចម្ដេចប្រាកដណាស់អ្នកនឹងព្យាយាមចាយរាល់ដុល្លារដែលអ្នកមានដើម្បីទិញរបស់ដែលមានតម្លៃនិងផ្ដល់សេចក្តីសុខបំផុតសម្រាប់ខ្លួនឯងនិងមនុស្សជាទីស្រឡាញ់ការពិតទៅយើងម្នាក់សុទ្ធតែមានធនាគារនេះឈ្មោះរបស់វាគឺពេលវេលារៀងរាល់ព្រឹកវាផ្ដល់ឲ្យយើងនៅ86,400 វិនាទីរាល់វិនាទីដែលយើងមិនបានប្រើប្រាស់ឲ្យមានប្រយោជន៍វានឹងរលាយបាត់ទៅវិញជារៀងរហូតវាគ្មានការសន្សំទុកសម្រាប់ថ្ងៃស្អែកនិងគ្មានការជំពាក់ឡើយមេរៀននៃរឿងពេលវេលាគឺជាទ្រព្យសម្បត្តិដែលយុត្តិធម៌បំផុតសម្រាប់មនុស្សជាតិអ្នកមានឬអ្នកក្រសុទ្ធតែមាន86,400 វិនាទីដូចគ្នាភាពខុសគ្នាគឺស្ថិតនៅលើរបៀបដែលយើងប្រើប្រាស់វាចូលប្រើប្រាស់រាល់វិនាទីដែលអ្នកមានដើម្បីវិនិយោគលើចំណេះដឹងសេចក្តីស្រឡាញ់និងក្តីស្រមៃរបស់អ្នកចំណុចសម្រាប់វិភាគ86,400 វិនាទីតំណាងឲ្យឱកាសដែលយើងទទួលបានថ្មីជារៀងរាល់ថ្ងៃការលុបចោលនៅពាក់កណ្ដាលទ្រាតជានិមិត្តរូបនៃអតីតកាលដែលមិនអាចត្រឡប់ក្រោយបានការបិទគណនីគ្មានការជូនដំណឹងតំណាងឲ្យភាពមិនទៀងនៃជីវិត mortality ការវិនិយោគពេលវេលាតើការចំណាយពេលលើ social media រាប់ម៉ោងប្រៀបធៀបនឹងការអានសៀវភៅឬនៅជាមួយគ្រួសារផ្ដល់ផលចំណេញអ្វីខ្លះដល់ជីវិត